កណ្ដូបចុងភៅនៅក្នុងព្រៃជ្រៃជីភូមិមួយមានសត្វកណ្ដូបមួយឈ្មោះកំប៉ុងមិនមែនជាកណ្ដូបធម្មតាទេគេមានចំណេះដឹងខ្ពស់និងចូលចិត្តចម្អិនម្ហូបជារៀងរាល់ថ្ងៃកំប៉ុងយកស្លឹកឈើផ្លែឈើនិងសត្វតូចក្នុងព្រៃមកចម្អិនជាម្ហូបពិសេសសម្រាប់មិត្តភក្តិក្នុងព្រៃថ្ងៃមួយក្រោយពីចម្អិនម្ហូបឲ្យសត្វផ្សេងញ៉ាំមិត្តភក្តិបាននិយាយថាកំប៉ុងម្ហូបដែលអ្នកធ្វើឆ្ងាញ់ណាស់តើអ្នកមិនចង់បើកហាងម្ហូបនៅទីរួមភូមិបណ្ដែរឬកំប៉ុងគិតយូរហើយចុងក្រោយសម្រេចចិត្តបើកហាងឈ្មោះគឺម្ហូបព្រៃកណ្ដូបគាត់ប្រើដើមឈើធម្មជាតិជាសាច់សន្លឹកស្លឹកស្រស់ជាគ្រឿងទេសធ្វើម្ហូបទាំងឆ្ងាញ់ទាំងសុវត្ថិភាពម្ហូបដ៏ល្បីរបស់កំប៉ុងមានការីស្លឹកធំនំបញ្ចុកឫស្សីសម្លកែបផ្កាឈូកនិងម្ហូបឆាកំប៉ុងចម្អិនដោយខ្លួនឯងមនុស្សជាច្រើនពីភូមិជិតឆ្ងាយត្រូវដំណឹងហាងកំប៉ុងក៏មកញ៉ាំពួកគេភ្ញាក់ផ្អើលថាម្ហូបឆ្ងាញ់បែបធម្មជាតិទាំងអស់នោះបានចម្អិនដោយសត្វកណ្ដូបតូចមួយកំប៉ុងក្លាយជាចុងភៅល្បីស្ទើរពេញតំបន់ហើយស្មោះត្រង់នឹងការពារធម្មជាតិតាមរយៈម្ហូបរបស់គាត់